នៅក្នុងវីដេអូនេះគឺយើងនឹងមកដឹងពីរបៀបដែលយើងអាច download និង install Photoshop បានដោយឥតគិតថ្លៃអញ្ចឹងខ្ញុំអត់បានបង្ហាញវីដេអូពេញនៅលើ YouTube នឹងបានទេព្រោះ YouTube គឺវានឹងចាប់វីដេអូហ្នឹងអញ្ចឹងអ្នកនរគ្នាអាចចូលទៅមើលបាននៅក្នុង channel Telegram របស់ខ្ញុំនឹងដាក់ link នៅខាងក្រោមអាចចូលទៅមើលតាម channel Telegram ទៅគឺខ្ញុំនឹងមាន file Photoshop ឲ្យអ្នកនរគ្នា download ហើយជាមួយនឹងវីដេអូបង្ហាញអ្នកនរគ្នាពីដើមតែម្ដងរបៀបដែលយើងអាច install បាននៅលើ Windows ហ្នឹងអញ្ចឹងពេលដែលចូលមកក្នុង channel Telegram ខ្ញុំហ្នឹងអ្នកនរគ្នានឹងឃើញមានវីដេអូហើយដែលបង្ហាញពីយើង install ហ្នឹងនៅក្នុង Windows ហើយជាមួយនឹង file ហ្នឹងផងដែរអញ្ចឹងសម្រាប់ file ហ្នឹងអ្នកនរគ្នាអាចចុចតាម link ហ្នឹងមកគឺយើងនឹងមកដល់នៅ Google Drive ហ្នឹងហើយអ្នកនរគ្នាអាចចុចទៅ download បានឬក៏អ្នកនរគ្នាចង់ download កម្មវិធីផ្សេងៗដូចជាឲ្យតែជាកម្មវិធី Adobe ដូចជា Adobe Illustrator អីអ្នកនរគ្នាអាចចូលទៅ file CO បាននៅក្នុង website ហ្នឹងគឺមានកម្មវិធី Adobe ជាច្រើនដែលយើងអាច download មកដោយឥតគិតថ្លៃហើយរបៀបដែល install គឺដូចគ្នាទៅនឹងរបៀបដែលយើង install Photoshop ហ្នឹងអញ្ចឹងអ្នកនរគ្នាមើលវីដេអូពីរបៀបដែលយើង install Photoshop ហ្នឹងហើយគឺយើងអាច install កម្មវិធីរបស់ Adobe ផ្សេងៗបានហើយគឺវិធី install ដូចគ្នាអញ្ចឹងកុំភ្លេចចុចនៅក្នុង link ខាងក្រោមដើម្បីចូលទៅកាន់ channel Telegram ខ្ញុំហើយជួបគ្នានៅវីដេអូក្រោយ